4 ព្រះទាំងអស់ត្រូវបានបំផ្លាញព្រះចៅអធិរាជទាំងពីរត្រូវបានរារាំងក្នុងពេលតែមួយអំណាចនៃទុក្ខវេទនារន្ទះគឺមិនធ្លាប់មានពីមុនមកវាពិតជាគួរឲ្យខ្លាចណាស់អ្នកទាំងពីរប្រញាប់ឡើងហើយចូលទៅក្នុងផ្ទះដើម្បីលាក់ខ្លួនរន្ទះនេះមើលទៅចម្លែកកុំឲ្យត្រូវវាប្រហារមិនអីទេសិស្សច្បងអ្វីដែលត្រូវមកនឹងមកដល់អមតមាសពីរត្រូវតែប្រុងប្រយ័ត្នយើងត្រូវតែប្រើការដាំដុះរបស់យើងទាំងអស់ដើម្បីប្រយុទ្ធដើម្បីឱកាសមើលចុះខ្ញុំបានប្រាប់អ្នកហើយថារន្ទះនេះចម្លែកណាស់ហើយអ្នកពិតជាត្រូវបានវាប្រហារមែនសិស្សច្បងប្រយ័ត្នទុក្ខវេទនារន្ទះមាសពីរខ្សែអ្វីវាមិនអាចធ្វើឲ្យគាត់ឈឺចាប់សំបីតែបន្តិចមិនត្រឹមតែប៉ុណ្ណោះគាត់ថែមទាំងអាចស្រូបយកអំណាចនៃទុក្ខវេទនារន្ទះសម្រាប់យើងទាំងពីរអ្នកទៀតផងកុំឈរនៅទីនោះប្រញាប់ឡើងហើយរត់ទៅកុំឲ្យត្រូវវាប្រហារម្ដងទៀតសិស្សច្បងគាត់អាចដោះស្រាយទម្រង់រន្ទះមាសខ្សែមាសពីរបានយ៉ាងងាយស្រួលតើសិស្សច្បងបានឈានដល់កម្រិតនៃការដាំដុះកម្រិតណាអ្នកឆោតល្ងងពេកទោះបីជាអ្នកលេបផ្ទះដូនតាក៏ដោយអ្នកនឹងត្រូវឡើងទៅរកគាត់នៅពេលនោះយ៉ាក្រាមភាពវឹកវរមានអានុភាពខ្លាំងជាងភាពវឹកវរលេបរន្ទះ3នេះរាប់លានដងវាដូចជាការលេបផ្ទះដូនតាសូមអរគុណសម្រាប់ជំនួយរបស់អ្នកសិស្សច្បងតើខ្ញុំវាយក្បាលគាត់ម្ដងទៀតទេមានអ្វីចម្លែកអំពីទីធ្លារបស់ដូនតាចាស់អង្គរព្រលឹង10000គ្មានប្រសិទ្ធភាពទាំងស្រុងនៅខាងក្នុងរបួសរបស់ស៊ូជីវនិងហ្វេងយ៉ាវក៏កំពុងជាសេះស្បើយយ៉ាងឆាប់រហ័សផងដែរសូម្បីតែមនុស្សចម្លែកក៏ហាក់ដូចជាមនុស្សធម្មតាដែរពេលយើងវាយប្រហារគាត់យើងត្រូវបានបង្ខូចដោយកម្លាំងដែលមើលមិនឃើញលើកនេះវាមិនអាចយល់បានវាអាចបង្ខូចច្បាប់និងបង្ក្រាបកំណប់ទ្រព្យតើវាអាចជាដែនគ្មានរចនាសម្ព័ន្ធរឿងព្រេងនិទានបានទេតើមនុស្សធម្មតាអាចមានវាដោយរបៀបណាទេមិនអាចទៅរួចទេត្រូវតែមានបំណែកនៃអាណាចក្រសម្ងាត់នៃភាពវឹកវរនៅក្បែរនោះពួកគេបានដោះស្រាយអាថ៌កំបាំងប្រសិនបើបុព្វបុរសចាស់ពិតជាបំណែកនៃអាណាចក្រសម្ងាត់មែនតម្លៃរបស់វាលើសពីឆៃម៉ូវីទៅទៀតវាហាក់ដូចជាខ្ញុំដែលជាបុព្វបុរសចាស់ត្រូវតែកើតមុនការកំណត់បន្ទាប់ពីសម្រាប់10000ឆ្នាំខ្ញុំបានប្រើមនុស្សរមែងស្លាប់នោះនិងស្ត្រី2នាក់ជាដង្វាយដំបូងសម្រាប់ការវិលត្រឡប់មកពិភពលោកវិញរបស់ខ្ញុំដើម្បីស្វាគមន៍កំណើតរបស់បុព្វបុរសខ្ញុំគេងលក់ស្រួលណាស់ថ្ងៃនេះអាកាសធាតុល្អខ្ញុំនឹងទៅហាងជាងដែកក្នុងទីក្រុងដើម្បីធ្វើកាំបិតកាត់ឈើរៀងបេះដូងហើយទិញសាច់ខ្លះនៅតាមផ្លូវត្រឡប់មកវិញវាមិនមានសំឡេងរំខានពេកទេបើទៅតាមផ្លូវសិស្សច្បងបើអ្នកចង់ទៅចូលទៅលោកគ្រូតូចលីនខ្ញុំអាចជិះដាវបានខ្ញុំអាចជិះពុកបានមិនចាំបាច់ទេមិនចាំបាច់គ្រាន់តែដើរ2-3ជំហានប៉ុណ្ណោះតម្លៃប៉ុន្មានមកការដើរមានផាសុកភាពណាស់ហើយវាក៏អាចហាត់ប្រាណសាច់ដុំនិងឆ្អឹងរបស់អ្នកផងដែរតោះទៅរងចាំបន្តិចនេះគឺជាយិនយ៉ាងដាវការប្រើប្រាស់អំណាចនៃចិត្តដើម្បីធ្វើអំពើអាក្រក់គឺស្របតាមតាវស៊ូជំហានមួយគឺជាតៃជីវាថែមទាំងអាចបញ្ចូលគោលការណ៍នៃតាវដ៏អស្ចារ្យទៅក្នុងជំហានធម្មតាបំផុតហេតុអ្វីបានជាអ្នកដើរយឺតម្លេះយើងបានប្រមូលផ្ដុំកម្លាំងទាំងអស់របស់យើងប៉ុន្តែយើងនៅតែមិនអាចតាមទាន់បានតើមានអ្វីខុសជាមួយអ្នកទាំងអស់គ្នានៅថ្ងៃនេះអ្នកទាំងអស់គ្នាបានរត់បាន800សាំងហើយស្លាប់ក្នុងល្បឿននេះយើងនឹងញ៉ាំអាហារពេលល្ងាចនៅពេលដែលយើងទៅដល់ទីក្រុងសិស្សច្បងតើអ្នកកំពុងដើរក្នុងល្បឿនបែបណាខ្ញុំគ្រាន់តែដើរធម្មតាតើខ្ញុំដើរលឿនពេកទេបន្ទាប់មកសូមបន្ថយល្បឿនចៅហ្វាយតានេះតម្លៃប៉ុន្មានតើទេពអប្សរនេះមកពីណាទើបនាងហៅអ្នកមកទីក្រុងឈិងហឺតូចមួយនេះខ្ញុំមិនដែលឃើញនាងពីមុនមកទេខ្ញុំឈ្មោះចៅយានហើយឪពុករបស់ខ្ញុំមកពីទីក្រុងនេះខ្ញុំឆ្ងល់ថាតើទេពអប្សរនឹងមានចិត្តល្អដល់ថ្នាក់ផ្ដល់អំណោយដល់ខ្ញុំដែរឬទេមកផ្ទះខ្ញុំផឹកតែមួយពេងតើសត្វចម្លែកអាក្រក់នេះមកពីណាវង្វេងផ្លូវអ្នកមិនស្ដាប់ហេតុផលទេអ្នកនឹងត្រូវផឹកពេងពីនៃនៅក្នុងទីក្រុងឈិងហឺនេះគ្មាននរណាម្នាក់ហ៊ានមើលងាយចៅហ្វាយនេះវ័យក្មេងនេះទេសូមអញ្ជើញទេពអប្សរទាំងពីរនាក់នេះត្រឡប់ទៅផ្ទះវិញខ្ញុំនិយាយថានេះជាចៅហ្វាយនេះវ័យក្មេងចៅមែនទេ
វាមិនល្អទេក្នុងការចាប់ស្ត្រីម្នាក់នៅពេលព្រឹកព្រលឹមតាក្មេងរពីសនៅជនបទនេះមកពីណាហ៊ានជ្រៀតជ្រែកក្នុងកិច្ចការរបស់ចៅហ្វាយនីវ័យក្មេងនេះចេញពីទីនេះទៅបើមិនដូច្នោះទេខ្ញុំនឹងដោះស្រាយជាមួយអ្នកដែរតើអ្នកហ៊ានឆ្លើយចំពោះអ្នកចាស់ទុំយ៉ាងដូចម្តេចល្អព្រោះអ្នកកំពុងស្វែងរកសេចក្តីស្លាប់ចៅហ្វាយនីវ័យក្មេងនេះនិងបំពេញបំណងប្រាថ្នារបស់អ្នកផ្ដល់ឲ្យខ្ញុំ1 តោនជីសាវជីនយានទាន់ពេលវេលាសម្រាប់គូកោវ៉ាងរមាស់យករបស់អ្នក